នៅក្នុងនេតិយល់ដឹងពីច្បាប់ថ្ងៃនេះយើងនឹងនិយាយអំពីគ្រោះថ្នាក់ការងារឌីណាជំរាបសួរកុនធារាតើអ្វីទៅជាគ្រោះថ្នាក់ការងារកុនធារាក្នុងច្បាប់ការងារឆ្នាំ1997មាត្រា248មានចែងថាត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារគ្រោះថ្នាក់ដែលកើតឡើងដោយធ្វើការឬក្នុងពេលធ្វើការទោះដោយហេតុយ៉ាងណាក៏ដោយហើយទោះមានកំហុសមកពីកម្មករនយោជិតឬក៏គ្មានក៏ដោយម្យ៉ាងទៀតត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារដែរចំពោះគ្រោះថ្នាក់ណាដែលធ្លាក់លើកម្មករនយោជិតក្នុងពេលដែលសម័យខ្លួនធ្វើដំណើរពីលំនៅឋានខ្លួនត្រង់ឆ្ពោះទៅទីកន្លែងធ្វើការឬវិលមកវិញដោយគ្មានឈប់ឬដោយគ្មានវាងទៅកន្លែងផ្សេងជាប្រយោជន៍ផ្ទាល់ខ្លួនឬក្រៅពីការងារដែលគេតម្រូវឲ្យទៅដូច្នេះបើមើលទៅលើនិយមន័យហ្នឹងយើងឃើញថាគ្រោះថ្នាក់ការងារគឺអាចជាគ្រោះថ្នាក់ដែលកើតឡើងដោយការធ្វើការងារដូចជានយោជិតដែលធ្វើការជាមួយនឹងគ្រឿងម៉ាស៊ីនហើយកំពុងតែបញ្ជាម៉ាស៊ីនក៏ស្រាប់តែត្រូវម៉ាស៊ីនគៀបបាក់ដៃគឺជាគ្រោះថ្នាក់ការងារឬគ្រោះថ្នាក់ដែលមិនមែនកើតដោយការធ្វើការងារក៏ប៉ុន្តែវាកើតឡើងក្នុងពេលដែលកំពុងធ្វើការដូចជាកំពុងតែអង្គុយធ្វើការស្រាប់តែពីដានរបេះធ្លាក់ត្រូវបែកក្បាលឬក៏ពេលដើរចុះដើរឡើងក្នុងពេលធ្វើការស្រាប់តែរអិលដួលក្រជើងវាគឺជាគ្រោះថ្នាក់ការងារដែរឬមួយទៀតគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរទៅធ្វើការឬក៏មកពីធ្វើការដូចជាពេលជិះម៉ូតូឬក៏ជិះរ៉ឺម៉កទៅធ្វើការស្រាប់តែជួបនឹងគ្រោះថ្នាក់ដួលម៉ូតូឬក៏ក្លាប់រ៉ឺម៉កបង្កឲ្យមានរបួសវាគឺជាគ្រោះថ្នាក់ការងារដែរក៏ប៉ុន្តែគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរទៅធ្វើការឬក៏មកពីធ្វើការនេះអាចចាត់បញ្ចូលជាគ្រោះថ្នាក់ការងារបានគឺទាល់តែគ្រោះថ្នាក់នោះកើតឡើងនៅក្នុងពេលដែលនយោជិតធ្វើដំណើរត្រង់ទៅត្រង់មករវាងទីលំនៅឬកន្លែងស្នាក់នៅជាអចិន្ត្រៃយ៍និងកន្លែងធ្វើការដែលគ្មានឈប់ឬគ្មានវាងទៅកន្លែងផ្សេងដែលជាប្រយោជន៍ផ្ទាល់ខ្លួនក្រៅពីការងារដែលគេតម្រូវឲ្យទៅឌីណាពាក្យថាធ្វើដំណើរត្រង់ទៅត្រង់មកនេះមានន័យថានយោជិតត្រូវតែធ្វើដំណើរត្រង់ភ្លឹងមិនអាចឈប់មិនអាចវាងទៅណាបានសោះឬក៏យ៉ាងម៉េចឧទាហរណ៍ថាផ្ទះខ្ញុំនៅក្បាលស្ពានជ្រោយចង្វារលើផ្លូវមនីវងហើយកន្លែងធ្វើការខ្ញុំនៅស្ពានក្បាលខ្នល់លើផ្លូវមនីវងដែរអញ្ចឹងមានន័យថាទាល់តែគ្រោះថ្នាក់កើតឡើងពេលខ្ញុំធ្វើដំណើរទៅឬមកពីធ្វើការកាត់លើផ្លូវមនីវងទើបចាត់ទុកជាគ្រោះថ្នាក់ការងារឬក៏យ៉ាងម៉េចគុនត្រាពាក្យថាធ្វើដំណើរត្រង់ទៅត្រង់មកនេះមិនមែនមានន័យថានយោជិតដាច់ខាតត្រូវតែធ្វើដំណើរត្រង់ភ្លឹងទេពាក្យកន្លឹះសំខាន់ត្រង់កន្លែងនេះគឺប្រយោជន៍ផ្ទាល់ខ្លួនច្បាប់ចែងថាត្រូវធ្វើដំណើរត្រង់ទៅត្រង់មកដោយគ្មានឈប់ឬវាងទៅកន្លែងផ្សេងជាប្រយោជន៍ផ្ទាល់ខ្លួនដូចជាចេញពីធ្វើការឈៀងទៅដើរលេងមាត់ទន្លេឬក៏ទៅលេងមិត្តភ័ក្តិបងប្អូនឬក៏ឆ្លៀតឈប់ចូលញ៉ាំអីតាមផ្លូវជាដើមបើសិនបើឈប់ឬវាងក្នុងដំណើរទៅធ្វើការជាធម្មតាគឺត្រូវចាត់ទុកថាជាការធ្វើដំណើរត្រង់ទៅត្រង់មកឧទាហរណ៍ថានយោជិតគាត់ទៅធ្វើការជាក្រុមដោយជិះរ៉ឺម៉កដូច្នេះរ៉ឺម៉កគឺត្រូវវាងត្រូវឈប់យកនយោជិតមួយតាមផ្ទះហើយពេលដែលចេញពីធ្វើការមកវិញក៏ត្រូវឈៀងត្រូវឈប់ដាក់នយោជិតមួយតាមផ្ទះដែរដូច្នេះគឺត្រូវមានវាងមានឈប់ក៏ប៉ុន្តែវាងនឹងឈប់ហ្នឹងក្នុងដំណើរទៅធ្វើការជាធម្មតាមិនមែនដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនទេឧទាហរណ៍មួយទៀតនយោជិតគាត់ទៅធ្វើការដោយយានជំនិះផ្ទាល់ខ្លួនជិះម៉ូតូឬក៏ជិះឡានខ្លួនឯងទៅក៏ប៉ុន្តែជិះទៅវាស្ទះផ្លូវគាត់ត្រូវវាងតាមផ្លូវផ្សេងឬក៏ជិះទៅវាអស់សាំងត្រូវឈប់ចាក់សាំងដូច្នេះវាជាការឈប់ឬវាងនៅក្នុងដំណើរទៅធ្វើការជាធម្មតាមិនមែនឈប់ឬវាងជាប្រយោជន៍ផ្ទាល់ខ្លួនដូច្នេះបើសិនជាមានគ្រោះថ្នាក់ក៏ត្រូវចាត់ទុកថាជាគ្រោះថ្នាក់ការងារដែរតែក៏ប៉ុន្តែបើសិនជានៅប្រទេសបារាំងនេះវិញច្បាប់បារាំងមានចែងរហូតដល់ទៅថាសម្រាប់នយោជិតដែលមានកូនតូចគឺគាត់អាចឈៀងយកកូនទៅដាក់នៅសាលាមុននឹងមកធ្វើការហើយពេលចេញពីធ្វើការឈៀងទៅយកកូនពីសាលាមុនទៅផ្ទះហើយទាំងអស់ហ្នឹងក៏ត្រូវរាប់ថាជាការធ្វើដំណើរទៅធ្វើការជាធម្មតាដែរបើសិនជាមានគ្រោះថ្នាក់គឺត្រូវរាប់ថាជាគ្រោះថ្នាក់ការងារបើទោះបីជាគ្រោះថ្នាក់ហ្នឹងកើតមាននៅពេលដែលឈៀងទៅយកកូននៅសាលាហ្នឹងក៏ដោយហើយច្បាប់ខ្មែរមិនមានចែងច្បាស់ដូចអញ្ចឹងទេក៏ប៉ុន្តែនៅពេលណាដែលមានវិវាទហើយមានបណ្ដឹងទៅដល់តុលាការគឺវាអាស្រ័យទៅលើចៅក្រមជាអ្នកពិចារណាវិតម្លៃហើយកំណត់ថាតើការឈប់ឬការវាងណាវាស្ថិតនៅក្នុងការធ្វើដំណើរទៅធ្វើការធម្មតាហើយការឈប់ឬការវាងណាដែលត្រូវចាត់ទុកថាជាការធ្វើនៅក្នុងប្រយោជន៍ផ្ទាល់ខ្លួនដែលមិនចូលនៅក្នុងក្របខ័ណ្ឌនៃគ្រោះថ្នាក់ការងារតើកម្មករនយោជិតដែលទទួលរងគ្រោះថ្នាក់ការងារមានសិទ្ធិទទួលបាននៅសំណងអ្វីខ្លះនយោជិតដែលរងគ្រោះគាត់មានសិទ្ធិទទួលបានសំណងដើម្បីរ៉ាប់រងព្យាបាលបើទោះបីជាគ្រោះថ្នាក់ហ្នឹងមិនបណ្ដាលឲ្យគាត់ត្រូវអខានការងារក៏ដោយឬក៏អខានការងារក៏ដោយក៏ត្រូវទទួលបានដែរសំណងដើម្បីរ៉ាប់រងថ្លៃព្យាបាលហ្នឹងទីពីរទៀតបើសិនជាគ្រោះថ្នាក់ហ្នឹងតម្រូវឲ្យនយោជិតមិនអាចធ្វើការបានក្រៅពីថ្លៃព្យាបាលគាត់មានសិទ្ធិទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃរហូតដល់ពេលដែលគាត់ជាសះស្បើយត្រឡប់ចូលមកធ្វើការវិញបើសិនជានយោជិតហ្នឹងជាជនរងគ្រោះទៅបាត់បង់សមត្ថភាពធ្វើការជាអចិន្ត្រៃយ៍គាត់មានសិទ្ធិទទួលបានសំណង
សម្រាប់ថ្លៃព្យាបាលហើយបូកបន្ថែមនឹងប្រាក់បំណាច់សម្រាប់ការបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍ទៀតហើយបើសិនជានិយោជិតនឹងគាត់រងគ្រោះរហូតដល់បាត់បង់ជីវិតតែម្ដងគាត់មានសិទ្ធិទទួលជាជំនួយសហុយសម្រាប់បូជាសពហើយសិទ្ធិវ័នរបស់គាត់ដូចជាប្តីប្រពន្ធឬក៏កូនឬក៏ម្ដាយឪពុកដែលស្ថិតនៅក្នុងបន្ទុកត្រូវមានសិទ្ធិទទួលបានប្រាក់បំណាច់ចំពោះសំណងដើម្បីរ៉ាប់រងថ្លៃព្យាបាលគឺជនរងគ្រោះចាំបាច់ត្រូវតែពិនិត្យនិងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យដែលទទួលស្គាល់ដោយបេឡាជាតិសន្តិសុខសង្គមចំពោះប្រាក់ឈ្នួលប្រចាំថ្ងៃវិញបើសិនជានិយោជិតដែលរងគ្រោះថ្នាក់ការងារបណ្ដាលឲ្យអាក់ខានការងារត្រឹម4ថ្ងៃឬក៏តិចជាង4ថ្ងៃគាត់ត្រូវទទួលបានប្រាក់ឈ្នួលដូចធម្មតាដោយពេលធ្វើការអញ្ចឹងពីនិយោជកបើសិនជាគ្រោះថ្នាក់ការងារបណ្ដាលឲ្យអាក់ខានការងារលើសពី4ថ្ងៃគាត់មានសិទ្ធិទទួលបានប្រាក់បំណាច់ដែលគេហៅថាប្រាក់បំណាច់សម្រាប់ការបាត់បង់សមត្ថភាពការងារជាបណ្ដោះអាសន្នហើយប្រាក់បំណាច់សម្រាប់ថ្ងៃដំបូងដែលនិយោជិតរងគ្រោះគឺជាបន្ទុករបស់និយោជកហើយចាប់ពីថ្ងៃទី2ទៅគឺបេឡាជាតិរបបសន្តិសុខសង្គមដែលជាអ្នកចេញហើយប្រាក់បំណាច់ប្រចាំថ្ងៃដែលនិយោជិតរងគ្រោះត្រូវមានសិទ្ធិទទួលបានពីបេឡាជាតិរបបសន្តិសុខសង្គមគឺត្រូវស្មើនឹង 70% នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃរបស់គាត់ប្រសិនបើគ្រោះថ្នាក់នោះកើតឡើងដោយកំហុសរបស់កម្មករនិយោជិតខ្លួនឯងនេះណាតើនិយោជិតនៅតែមានសិទ្ធិទទួលប្រាក់បំណាច់នេះដែរឬទេបាទគុណត្រាបើសិនជាយើងមើលទៅលើនិយមន័យគ្រោះថ្នាក់ការងារដែលមានចែងក្នុងច្បាប់ការងារដែលខ្ញុំលើកឡើងខាងលើគឺច្បាប់មិនធ្វើការបែងចែករវាងថាតើគ្រោះថ្នាក់នោះបណ្ដាលមកពីមូលហេតុអ្វីហើយនិយោជិតរងគ្រោះមានកំហុសឬក៏គ្មានកំហុសនោះទេដូច្នេះជាគោលការណ៍និយោជិតដែលទទួលរងគ្រោះថ្នាក់ការងារទោះបីជាគ្រោះថ្នាក់នោះកើតឡើងដោយកំហុសរបស់អ្នករងគ្រោះខ្លួនឯងក៏ដោយក៏គាត់ត្រូវមានសិទ្ធិទទួលបានប្រាក់ឈ្នួលឬប្រាក់បំណាច់សម្រាប់ការបាត់បង់សមត្ថភាពការងារជាបណ្ដោះអាសន្នដែរក៏ប៉ុន្តែច្បាប់ការងារមានចែងទុកលទ្ធភាពឲ្យមានការប្តឹងតវ៉ាទៅតុលាការមានសមត្ថកិច្ចបើសិនជាប្តឹងទៅចៅក្រមក៏រកឃើញថាគ្រោះថ្នាក់ការងារនឹងកើតឡើងបណ្ដាលមកពីកំហុសធ្ងន់ធ្ងររបស់អ្នករងគ្រោះអញ្ចឹងចៅក្រមគាត់អាចសម្រេចកាត់បន្ថយប្រាក់បំណាច់របស់គាត់បានផ្ទុយទៅវិញបើសិនជាចៅក្រមរកទៅឃើញថាគ្រោះថ្នាក់នោះកើតឡើងមកពីកំហុសធ្ងន់ធ្ងររបស់សហគ្រាសនិយោជកអញ្ចឹងចៅក្រមគាត់អាចសម្រេចបន្ថែមប្រាក់បំណាច់ដែលត្រូវបង់ឲ្យទៅនិយោជិតដែលរងគ្រោះឌីណានៅពេលដែលនិយោជិតរងគ្រោះថ្នាក់ការងារបេឡាជាតិសន្តិសុខសង្គមរ៉ាប់រងបង់ប្រាក់សំណងក៏ប៉ុន្តែខ្ញុំចង់ដឹងថាតើនិយោជិតមានកាតព្វកិច្ចបង់ប្រាក់ភាគទានឬត្រូវកាត់ប្រាក់ខែមួយផ្នែកណាមួយជារៀងរាល់ខែដើម្បីបង់ទៅឲ្យបេឡាជាតិសន្តិសុខសង្គមនេះដែរឬទេបាទតាមប្រកាសរបស់ក្រសួងសង្គមកិច្ចចុះថ្ងៃទី16មិថុនាឆ្នាំ2008កំណត់ថានិយោជិតមិនត្រូវតម្រូវឲ្យជាប់កាតព្វកិច្ចបង់ប្រាក់ភាគទានហានិភ័យការងារទៅឲ្យបេឡាជាតិសន្តិសុខសង្គមទេគឺមានតែខាងនយោជកនិងម្ចាស់សហគ្រាសទេដែលត្រូវជាប់កាតព្វកិច្ចបង់ប្រាក់ហ្នឹងហើយប្រាក់ភាគទានហានិភ័យការងារដែលនយោជកនិងម្ចាស់សហគ្រាសត្រូវបង់ឲ្យទៅបេឡាជាតិសន្តិសុខសង្គមនេះគឺត្រូវបង់តាមមាត្រា 0.8% នៃប្រាក់ឈ្នួលមធ្យមប្រចាំខែរបស់និយោជិតកន្លែងនេះត្រូវបញ្ជាក់ថាប្រាក់ភាគទាន 0.8% នេះមិនមែននិយោជកទៅកាត់ប្រាក់ខែ 0.8% ពីនិយោជិតដើម្បីយកទៅបង់ឲ្យបេឡាជាតិសន្តិសុខសង្គមទេគឺនិយោជកឬម្ចាស់សហគ្រាសត្រូវចេញលុយដោយខ្លួនឯងពីព្រោះប្រាក់ភាគទាននេះគឺជាកាតព្វកិច្ចរបស់និយោជកមិនមែនជាកាតព្វកិច្ចរបស់និយោជិតទេ